បងជីមិញសបាយហ្មងខ្ញុំចង់ជីម្ដងទៀតដែរតែខ្ញុំភ័យដល់អាពេលកាច់កោងមិញផ្លែផ្លែទឹកកោងមិញបើកោងមកភ័យបងសបាយតែជីវូហើយតែវូបងឲ្យពេលនេះបងនិយាយប្របួនខ្ញុំប្រហែលទៀតតែវាជាប់កង់ក្រោមផងតែកើតដែរចង់ជីម្ដងទៀតហងអូនឯងជីមិញសបាយអត់សបាយអូនមុខអង្សែតចឹងអត់សបាយទេអូនឯងកាត់ឲ្យគេមែនឬក៏អ៊ុំមែននេះសង្ស័យអាពេលជីមិញគាត់ភ័យអាកន្លែងផ្លូវកោងភ័យមែនអូមែនទេបងខ្ញុំលេងសបាយសឹងអីហ្នឹងខ្ញុំចង់តាទៅជីទៀតតែពេលខ្ញុំជីហើយថ្ងៃហ្នឹងមែនអត់ខ្ញុំនឹកឃើញនឹងសាច់រឿងដែលយើងត្រូវមើលថ្ងៃហ្នឹងហ៎បងគឺថាមិនដឹងថាពួកគាត់ត្រូវជួបអីទេបងឥឡូវឈប់អារម្មណ៍ធ្វើខ្លួនយើងឲ្យសបាយហើយរងចាំទស្សនៈបន្តទៀតដើម្បីយើងដឹងថាមានអ្វីកើតឡើងបន្តតែជួយសិនបងសម្រាប់បងប្អូនណាដែលខកខានមិនបានទស្សនាវីដេអូរបស់យើងកាលពីសប្តាហ៍មុនបងប្អូនអាចទស្សនាម្ដងទៀតបាននៅក្នុង Facebook Superbook Cambodia បានណាឃើញហើយហ៎ពួកឯងនៅទីនោះហ៎ហើយលោកបានជួយពួកខ្ញុំហើយពួកខ្ញុំពិបាកយ៉ាងខ្លាំងរក្សាស្ថិរភាពមកទីខ្ញុំតែត្រូវតែករណីឡើងវិញហើយគេនិយាយចង់មានន័យថាអរគុណខ្ញុំ Chris នេះគឺចយនិងគីស្មូសួស្ដី ខ្ញុំយូស្វីខ្ញុំកាឡែបសផាតយីកាល់អ្នកគ្រប់គ្នាខ្ញុំគិតថាយើងបានរកឃើញអ្នកស៊ើបការដែលគេកំពុងស្វែងរកហើយកាឡែបឥឡូវនេះយើងគួរទៅត្រឡប់ទៅប្រជាជនយើងវិញយើងត្រូវបានព្រះណែនាំឲ្យសង្កេតមើលដីនេះទាំងមូលយើងនឹងបន្តទៀតដើរទៅដូច្នេះបន្ទាប់ពីបាននាំយើងចេញពីការជាប់ឃុំឃាំងនៅស្រុកអេស៊ីបព្រះអង្គម្ចាស់បានមានបន្ទូលប្រាប់លោកម៉ូសេឲ្យជ្រើសរើសមេដឹកនាំម្នាក់អំពីអំបូរទាំង10នៃអ៊ីស្រាអែលដើម្បីសង្កេតយកការលើទឹកដីកាណានលោកម៉ូសេបានប្រាប់យើងឲ្យស្វែងយល់តើតំបន់នេះមានលក្ខណៈយ៉ាងណាតើមានមនុស្សប្រមាណអ្នកនៅទីនេះតើពួកគេខ្លាំងប៉ុណ្ណាតាមដែលមើលឃើញពួកគេពិតជាខ្លាំងណាស់យើងត្រូវស្វែងយល់ថាតើប្រជារាស្ត្ររស់នៅក្នុងទីក្រុងបើកចំហឬក៏ទីក្រុងដែលមានកំផែងយើងមិនអាចយកឈ្នះទីក្រុងនេះទេមើលកំផែងទាំងនោះទៅការប្រយុទ្ធគឺជារបស់ព្រះអង្គម្ចាស់លោកម៉ូសេបានណែនាំយើងឲ្យមើលថាតើដីល្អសម្រាប់ដំណាំឬអត់ហើយរកមើលថាតើមានដើមឈើប្រភេទអ្វីខ្លះនៅទីនេះហើយគាត់ក៏ប្រាប់យើងយកគំរូផលដំណាំដែលយើងឃើញទៅវិញផងដែរផ្លែល្បៀតទាំងនេះអស្ចារ្យណាស់កាឡែបយូស្វីមានមនុស្សមកញ៉ាំឡើងលាក់ខ្លួនជឿខ្ញុំមកតែតែល្បាតមើលមែនទេកុំឲ្យមានគេចូលមកសោះមើលគ្រប់ជ្រុងជ្រោយណាបាត់ដល់ហើយឈប់ចាំតិចមិនអីទេមានអីទេប៊ីតាហើយឯងកំពុងប្រាប់ខ្ញុំអ្នកទាំងអស់គ្នាមិនអីទេវាគ្រប់គ្រាន់ហើយខ្ញុំមិនអាចរស់នៅទីនេះបានទេប្រសិនបើយើងតែងតែជួបគ្រោះថ្នាក់ក្នុងការរត់ចូលទៅក្នុងពួកយក្សអនាគតនោះត្រូវហើយមិននិយាយត្រូវណាស់និយាយត្រូវមែនហើយខ្ញុំឯកភាពត្រូវខ្ញុំឯកភាពព្រះបានសន្យាឲ្យទឹកដីនេះមកយើង
ប៉ុន្តែអ្នកបានឃើញមាឌរបស់ពួកគេទាំងនោះហើយយើងមិនអាចយកឈ្នះពួកគេបានទេ ត្រូវហើយយើងត្រូវគោរពតាមបទបញ្ញត្តិដែលព្រះអម្ចាស់ជាព្រះនៃយើងបានប្រទានមកយើងហើយថ្វាយបង្គំទ្រង់ដោយកោតខ្លាចនិងញាប់ញ័រព្រះអម្ចាស់កំពុងនាំ យើងនឹង មក មិន ទី ស្រី នេះ ឃ្លាននៅក្នុងទឹកដីនេះទេវាលស្រែនិងស្រូវសាលីគឺមានគ្រប់ទីកន្លែងដំណាំនិងចំការទំពាំងបាយជូរក៏មានដូចគ្នាដែរ យើងគ្រាន់តែត្រូវការទុកចិត្តលើព្រះអម្ចាស់ប៉ុណ្ណោះទ្រង់បានសន្យានឹងយើងនៅទឹកដីនេះដូច្នេះគឺទ្រង់ដែលនឹងកម្ចាត់សត្រូវដែលយើងត្រូវប្រឈមមុខ ខ្ញុំចង់ឲ្យយើងស្រេកឃ្លាននៅវារហោឋានជាជាងស្លាប់នៅក្នុងការងារដ៏ល្ងងនេះ ខ្ញុំយកស្រប់សាមូដែរទីនេះគ្រោះថ្នាក់នេះ គ្រោះ យើងមិនអាចយកបានទេយើងពិតជាគ្រោះថ្នាក់ណាស់ កាឡែបអូយៈគឺធំណាស់មិត្តរបស់លោកមើលទៅដូចជាពួកគេកំពុងបោះបង់លោកហើយតើលោកអាចរក្សាភាពរឹងមាំបានដល់របៀបណា វាមិនមែនស្ថិតលើថាតើយៈធំប៉ុណ្ណាចំពោះយើងទេប៉ុន្តែតើពួកគេធំប៉ុណ្ណាចំពោះព្រះឯឆ្ងល់ថាហេតុអ្វីបានជាយកស្វែងនឹងខ្ញុំមិនទៅជាមួយអ្នកដទៃមែនទេយើងគ្រាន់តែត្រូវការស្ដាប់បង្គាប់ព្រះមិនមែនក្រុមទី កំពុងត្រូវរឿងអញហើយគ្រីវាមិនដូចគ្នាទេក្រុមគ្រាន់តែចង់ឈ្នះប៉ុណ្ណោះ មកណោពួកគេមកវិញហើយ គេមកវិញហើយ ពួកគេទៅយូរណាស់ហើយ ត្រឹមតែ40ថ្ងៃទេ យេពួកគេត្រឡប់មកវិញហើយប្រាប់បន្តគ្នាទៅនេះប្រាប់លោកមកសេផងសិក្សារបស់យើងមកវិញហើយអូហូចាំមើលទៅវ៉ាវចាណាពួកគេជាយៈក្នុងតាទៅខ្ញុំlạiឃើញណាធំយ៉ាងហ្នឹងទេពួកគេគួរខ្លាចខ្លាំងណាស់ណាទីក្រុងគេធំណាស់មើលកំផែងខ្ពស់ដល់ពេលខ្លះនោះគេមានមាឌធំខ្ពស់ជាងយើងរាល់គ្នាណាស់ខ្លះជាយៈដែលអាចវាយមនុស្សត្រឹមតែជើងមកខាង យើងមិនអាចដាំដុះអ្វីនៅលើដីនោះបានទេហើយពួកគេសុទ្ធតែមាឌធំធំ មិនគេខ្លាំងណាស់ខ្លាំងហើយខ្ញុំមិនហ៊ានទៅទេ ពិតមែនខ្ញុំមិនហ៊ានទៅទេ ឆាប់ឡើងលោកម៉ូសេកំពុងហៅគ្រប់គ្នាឲ្យទៅជុំគ្នាហើយ អើយលើកនេះមានរឿងស្អីចេះណាតោះទៅលើឡើងឆាប់ទៅមានរឿងស្អីណោះអូយមិនដែរមានរឿងស្អីទៅ យើងខ្ញុំបានទៅដល់ទឹកដីដែលលោកចាត់យើងខ្ញុំឲ្យទៅហើយវាពិតជាទឹកដីដ៏សម្បូរបែប ស្រុកនោះមានទឹកដោះនិងទឹកឃ្មុំហូរហៀ លោកធ្លាប់ឃើញផ្លែឈើប្រភេទនេះហើយអូទំនងគេឆ្ងាញ់ណាស់មើលល្អមែនស្រស់ស្អាតណាស់ ប៉ុន្តែមនុស្សនៅស្រុកនោះគេខ្លាំងពូកែណាស់ហើយទីក្រុងរបស់គេមានកំផែងធំនិងរឹងមាំ យើងក៏ឃើញយៈនៅទីនោះដែរ អូយយ៉ាយថាមិនមានយ៉ាអូខ្លាំងណាស់ជួយខ្លាំងណាស់ចូលយើងឡើងទៅចាប់យកស្រុកនោះជាប្រញាប់យើងប្រកាសជាអាចឈ្នះបានយើងមិនអាចឡើងទៅទាស់នៅគេបានទេពួកគេខ្លាំងជាងយើងណាស់ស្រុកដែលយើងបានដើរកាត់ហើយសង្កេតមើលនោះជាស្រុកដែលបង្ហាញបង្ហើយដល់ពួកអ្នកដែលអាស្រ័យនៅ សួរឲ្យយើងបានស្លាប់នៅស្រុកអេស៊ីបឬនៅក្នុងទីរហោឋាននេះវិញ ហេតុអីបានជាព្រះអម្ចាស់នាំយើងមកកន្លែងនេះហើយឲ្យត្រូវស្លាប់ដោយមក ដល់ ដៅ ប្រពន្ធកូនទៅរបស់យើងនឹងត្រូវគេប្លន់យកទៅ កុំភ័យខ្លាចបិទព្រះអម្ចាស់នឹងយាងនាំមុខយើងទ្រង់នឹងច្បាំងជំនួសយើងតាមគ្រប់ទាំងការដែលទ្រង់បានប្រោសដល់យើងនៅស្រុកអេស៊ីបហើយអ្នកបានដឹងហើយថាព្រះអម្ចាស់បានមើលថែយើងគ្រប់ពេលវេលាពេលដែលយើងនៅក្នុងទីរហោឋានដូចជាអ្នកបីកូនរបស់ខ្លួន ចប់ឲ្យយើងត្រឡប់ទៅអេស៊ីបវាមិនមានប្រយោជន៍ជាងទេ មែនហើយល្អស្ដាប់ខ្ញុំប្រកាស ជួយយើងរើសយកមេម្នាក់ហើយត្រឡប់ទៅស្រុកអេស៊ីបវិញ ស្រុកដែលយើងបានដើរកាត់ហើយអង្កេតមើលនោះជាស្រុកល្អក្រៃលែង បើយើងស្ដាប់តាមព្រះអម្ចាស់នោះទ្រង់នឹងប្រទានឲ្យដល់យើងនៅទឹកដីដែលសម្បូរទៅដោយទឹកដោះនិងទឹកឃ្មុំ ដូច្នេះបះបោរនឹងព្រះជាម្ចាស់យើងគ្មានហេតុផលត្រូវខ្លាចមនុស្សនៅស្រុកនោះឡើយ ព្រះអម្ចាស់គង់នៅខាងយើងហើយពួកគេគ្មានឱកាសប្រឆាំងនឹងយើងទេ ចុះទៅគប់គេឥឡូវនេះទៅ rồi cụpទៅrồiយកkontrol cụpទៅkontrol បងខ្ញុំពិតជាខឹងនឹងធុញនៅពេលរអ៊ូរតនរបស់ប្រជាជនអេសាណាបងនិយាយមិនស្ដាប់គ្នាសោះ យេដោយសារតែភាពរអ៊ូរតនរបស់ពួកគេនឹងហើយបានធ្វើឲ្យពួកគេយូរទៅដល់ទឹកដីសន្យាដែលព្រះជាម្ចាស់សន្យាដល់ពួកគេនឹងហើយ ត្រូវហើយបងនៅពេលដែលមើលរឿងហ្នឹងយើងឃើញអ្នកស៊ើបការដែលទៅជាមួយនឹងលោកយូស្វេនលោកកាឡាពេលនោះគាត់ចាប់ដើមរអ៊ូហើយខ្លាចនឹងអីដែលគាត់បានឃើញនៅពេលនោះ នេះគឺដោយសារតែពួកគេមិនបានទុកចិត្តដល់ព្រះគឺព្រះដែលបាននាំពួកគេចេញពីអេស៊ីបមកច
cho bọn ôn nó cha mà tha bên nắng ở lô USB ban vậy bị ai được can poke vậy ខ្ញុំចាំថាបងគឺថាឲ្យពួកគេទុកចិត្តព្រះព្រោះចម្បាំងគឺជារបស់ព្រះ wow ហងសាបានល្អមែនតើចឹងបងប្អូនសម្រាប់លោក USB ហើយនឹងកាឡែបទោះបីជាមានសត្រូវយ៉ាងណាក៏ដោយប៉ុន្តែគាត់ជឿជាក់ថាមានតែព្រះជាម្ចាស់បដដែលប្រទានឲ្យគាត់នៅជ័យជំនះ ដូចជាអ្នកស៊ើបការផ្សេងទៀតដែលនៅជាមួយនឹងលោក Yusuf និងលោកកាឡៃអញ្ចឹងដោយសារតែពួកគេខ្លាចមនុស្សដែលមានធំៗនៅក្នុងស្រុកនោះហើយពួកគេក៏នាំយកមកនិយាយជាមួយជនជាតិអ៊ីស្រាអែលផ្សេងទៀតដែលធ្វើឲ្យពួកអ្នកទាំងអស់នោះមានការភ័យខ្លាចនិងព្រួយបារម្ភដូចជាពួកគេដែរ ហើយនៅពេលនោះគាត់ចង់យកនំថ្មគប់ទៀតផងនិយាយមែនណាមឿងខ្ញុំតឹងចិត្តជាមួយនឹងប្រជាជនអ៊ីស្រាអែលដូចហុងអញ្ចឹងអូថើអូនមិនមែនថារតនៈហើយនឹងហុងទេដែលខំទ្រឹស្ចិត្តមួយជនជាតិអ៊ីស្រាអែលសូម្បីតាកាឡែបហើយនឹង Yusuf ខំណាស់រហូតដល់ហែកអាវគាត់ចោល អញ្ចឹងបងប្អូនដឹងអត់ការហែកអាយកាលពីជំនាន់មុនគឺជាសញ្ញានៃភាពសោកសៅទុក្ខសោកក៏ដូចជាការព្រួយបារម្ភ និយាយចេះបងប្អូនមានដឹងអត់ហេតុអីបានជាលោក Yusuf ហើយនឹងកាឡែបខំពួកគេដល់ថ្នាក់ហ្នឹង ខ្ញុំដឹងតែបងគឺថាចាប្រជាជនអ៊ីស្រាអែលបះបោរហើយប្រឆាំងនឹងព្រះជាម្ចាស់ទៀតហើយពួកគេចង់ត្រឡប់ទៅអេស៊ីបវិញបង ហើយការបបោនោះហើយដែលធ្វើឲ្យពួកគាត់ទាំងអស់គ្នាខកខានចំពោះការសន្យារបស់ព្រះដោយសារតែពួកគាត់លែងទុកចិត្តទៅលើព្រះជាម្ចាស់វ៉ាវបងពិតជាឆ្លាតបានល្អមែនតើឆ្លាតហ្មងអរគុណបង បាទអញ្ចឹងសរុបមកវិញគឺយើងត្រូវទុកចិត្តលើព្រះហើយត្រូវដឹងថាចម្បាំងរបស់ព្រះមិនដែលចាញ់ឡើយ អូខេបងប្អូនពេលនេះបងមានចម្រៀងមួយបទតទស្សនាទាំងអស់គ្នា អ្នកប្រលួជាបីដែលនៃគុណនេះខ្ញុំជាកូនព្រះអង្គទ្រង់បានបើកភ្នែកខ្ញុំហើយទ្រង់ឲ្យទាំងអស់នឹងស្រែកសរសើរទ្រង់យើងនឹងដំកើងទ្រង់ពេញមួយជីវិតលោកព្រះអង្គដ៏ជាហាឡេលូយ៉ាលោកព្រះអង្គដ៏ជាហាឡេលូយ៉ាលោកព្រះអង្គដ៏ជាហាឡេលូយ៉ាអូអូជ័យជុំអ្នកទ្រង់លោកព្រះអង្គដ៏ជាហាឡេលូយ៉ាលោកព្រះអង្គដ៏ជាហាឡេលូយ៉ាលោកព្រះអង្គដ៏ជាហាឡេលូយ៉ាអូអូជ័យជុំអ្នកទ្រង់ អ្នកប្រលួជាបីដែលនៃពុទ្ធលឺខ្ញុំជាកូនព្រះអង្គទ្រង់បានបើកភ្នែកខ្ញុំហើយទ្រង់បីទាំងអស់នឹងស្រែកសរសើរទ្រង់យើងនឹងដំកើងទ្រង់ពេញមួយជីវិតលោកព្រះអង្គដ៏ជាហាឡេលូយ៉ាលោកព្រះអង្គដ៏ជាហាឡេលូយ៉ាលោកព្រះអង្គដ៏ជាហាឡេលូយ៉ាអូអូជ័យជុំអ្នកទ្រង់លោកព្រះអង្គដ៏ជាហាឡេលូយ៉ា លោកព្រះអង្គដ៏ជាហាឡេលូយ៉ាលោកព្រះអង្គដ៏ជាហាឡេលូយ៉ាអូអូជ័យជុំអ្នកទ្រង់អូអូសាទរជ័យជុំអ្នកព្រះអង្គអូសាទរជ័យជុំអ្នកព្រះអង្គអូអូសាទរជ័យជុំអ្នកព្រះអង្គអូសាទរជ័យជុំអ្នកព្រះអង្គអូអូសាទរជ័យជុំអ្នកព្រះអង្គសាទរជ័យជុំអ្នកព្រះអង្គ យ៉ាអ្នករំនៅក្នុងបទមិននេះឆ្លោះស្គាល់មិនទេនេះ មិនធម្មតាស្គាល់ធម្មតាបងស្គាល់ច្បាស់ហ្មង
តែថ្ងៃលើកក្រោយជួយព្រៀនខ្ញុំហមបង អូខេកុំភ័យឲ្យតែហងចង់រៀនទុកជិះលើពួកបងតែឥឡូវរំ DJ បងមើលសិនមើល មើលសាក់រំសិនមើល ចេះរំ ទៅ មិនដែរបងប៉ុណ្ណឹងហមបានអត់បង អូខេឥឡូវសួរបងប្អូនវិញហងរំប៉ុណ្ណឹងមិនដែរអាចរំមួយពួកបងបានអត់ខមមិនតិចមើល អូខេបងប្អូនយើងពេលនេះកម្មវិធីរបស់យើងមកដល់ទីបញ្ចប់ហើយសូមអរគុណដល់ម៉ាក់ប៉ាលោកគ្រូគ្រូបានចូលរួមធ្វើគ្រប់ទេសកម្មភាពជាមួយនឹងបងប្អូនហើយក៏អរគុណលោកគ្រូគ្រូម៉ាក់ប៉ាដែលបានចូលរួមឧបត្ថម្ភគ្រប់គ្រងមកកាន់កម្មវិធីសុភវិសេសការផលិតកញ្ចប់មេរៀនឲ្យក្រុមជំនុំបានប្រើប្រាស់នឹងកម្មវិធីរបស់យើងដែលផ្ដល់នូវភាពសប្បាយរីករាយចំណេះដឹងនឹងជួយឲ្យបងប្អូនមានជំនឿរឹងមាំក្នុងព្រះអង្គម្ចាស់យេស៊ូវ សម្រាប់លោកគ្រូអ្នកគ្រូដែលត្រូវការកញ្ចប់មេរៀនសភៅពិសេសទៅប្រើប្រាស់ក្នុងក្រុមជំនុំអាចតាក់ទងតាមរយៈអាស័យដ្ឋានក្រុមនេះបានឬក៏ឆាតទៅផ្ទាល់ Facebook Page Super Cambodia ក៏បានដែរបាទដូច្នេះហើយសូមកុំភ្លេចធ្វើការ Like Facebook Page Subscribe YouTube ក៏ដូចជា Follow TikTok Super Cambodia ផងណា សូមព្រះប្រទានពរបាយបាយ